បុរសម្នាក់តាមស្រឡាញ់នារីស្រស់ស្អាតនៅភូមិអាចកំបាំងមួយនៅឆ្នាំ1959នៅភូមិដាច់ស្រយាលមួយនៅរដ្ឋអាឡាស្កាដែលមានឈ្មោះថាអាន់ជីកូនីនៅក្នុងភូមិនោះមានប្រជាជនមិនច្រើននោះទេប្រហាក់ប្រហែល30ទៅ40នាក់ប៉ុន្តែប្រជាជនស្រីមានរូបឆោមលោមពណ៌ស្រស់ស្អាតទោះជាទីគយគន់ពន់ពេកពួកគេប្រកបរបរដូនតាប្រមាញ់សត្វស្ទូចត្រីនិងរកអាហារតាមព្រៃនានានៅថ្ងៃមួយអ្នកប្រមាញ់ម្នាក់ឈ្មោះថាជូឡាបេឡេបានធ្វើដំណើរទៅដល់ភូមិនោះដោយចៃដន្យគាត់ក៏បានលង់ស្រឡាញ់នារីម្នាក់ដែលនៅភូមិនោះអ្នកប្រមាញ់ឡាបេឡេមិនបានតាមញ៉ាយនាងនោះទេដែលឃើញនាងនៅជាមួយវងដែលក្រុមគ្នារបស់នាងមានច្រើនគួរសមដែលបេះបន្លែតាមព្រៃភ្នំក្រំថ្មព្រានព្រៃឡាបេឡេក៏សើចម្នាក់ឯងញញឹមក្នុងចិត្តហើយក៏ដើរទីទៅផ្ទះរបស់គាត់វិញនៅព្រឹកថ្ងៃបន្ទាប់អាកាសធាតុត្រជាក់ល្មមព្រានព្រៃឡាបេឡេក៏បាននឹកឃើញដល់នារីម្នាក់នោះបន្ទាប់មកក៏សញ្ជឹងគិតដើរទៅរកនារីនោះម្ដងទៀតអ្នកប្រមាញ់ឡាបេឡេក៏បានដើរទៅក្នុងភូមិនោះជាធម្មតាប៉ុន្តែវាហាក់ដូចជាចម្លែកដោយសារភូមិនោះគ្មានមនុស្សទាល់តែសោះព្រានព្រៃឡាបេឡេក៏បានដើរចូលទៅផ្ទះរបស់អ្នកភូមិម្នាក់ដែលឃើញសត្វចិញ្ចឹមនិងអ្វីផ្សេងដែលហាក់ដូចជានៅរស់រវើកប៉ុន្តែទាល់តែគ្មានមនុស្សមួយទាល់តែសោះព្រានព្រៃមិនអស់ចិត្តក៏បានដើរសម្ដៅទៅផ្ទះមួយទៀតប៉ុន្តែទិដ្ឋភាពនៅផ្ទះទី2នេះហាក់បីដូចជាមិនខុសពីផ្ទះទី1ឡើយដែលឃើញឆ្ងាត់ជ្រងំគ្មានមនុស្សទាល់តែសោះហើយឆ្នាំងសម្លនិងភ្លើងកំពុងតែឆេះនៅឡើយជាពិសេសមានសត្វចិញ្ចឹមឆ្កែនិងឆ្មាបានដេកកក់នៅគេនោះផងទៀតទិដ្ឋភាពនេះបានធ្វើឲ្យព្រានព្រៃមានការងឿយឆ្ងល់ជាខ្លាំងសូម្បីតែដើររកភស្តុតាងអ្វីមួយក៏គ្មានទាល់តែសោះសូម្បីតែដានជើងដើរចេញពីភូមិអ្នកប្រមាញ់ឡាបេឡេក៏មិនអស់ចិត្តនៅក្នុងខ្លួនបានទៅរកអ្នកភូមិផងនៅចិត្តនោះដែលដើរប៉ុន្មានគីឡូដីមកសួរទិដ្ឋភាពហេតុអ្វីបានជាយ៉ាងនេះអ្នកស្រុកនៅចិត្តនោះមួយចំនួនក៏បាននិយាយថានៅយប់មួយនោះមានពន្លឺពណ៌ខៀវចម្លែកពេញលើផ្ទៃមេឃអ្នកខ្លះនិយាយថាពន្លឺនោះទៀតបានយកមនុស្សទៅអស់ដូចជាអេលៀនអញ្ចឹងអ្នកស្រុកខ្លះនិយាយថាអ្នកភូមិនៅក្នុងភូមិអាន់ជីកូនីគឺមិនមែនជាមនុស្សឡើយចុងបញ្ចប់ក៏មានក្រុមអ្នកស៊ើបអង្កេតរបស់ស្ថានីយ៍ប៉ូលីសមកដល់ប៉ុន្តែមិនបានឃើញស្នាក់ស្នាមឬក៏ភស្តុតាងអ្វីឡើយដែលបាត់អ្នកភូមិនៅទីនោះក្រុមអ្នកស៊ើបអង្កេតដែលគ្មានភស្តុតាងគ្រប់គ្រាន់ក៏សម្រេចចិត្តបិទសំណុំរឿងនេះចោលហើយក៏ត្រឡប់ទៅមន្ទីររបស់ខ្លួនវិញរីឯអ្នកប្រមាញ់ឡាបេឡេក៏បាននឹកស្រណោះដល់នារីក្រមុំព្រហ្មចារីម្នាក់នោះជាពន់ពេករឿងអាថ៌កំបាំងភូមិនេះគ្មាននរណាអាចបញ្យល់បានឡើយវាជារឿងអាថ៌កំបាំងដែលពិតកើតឡើងនៅទីកន្លែងនោះបងប្អូនអាច search នៅក្នុង Google ឬក៏ AI ដែលវាពាក្យថាអាន់ជីកូនីនោះបងប្អូននឹងឃើញព័ត៌មានជាច្រើនអំពីនៅភូមិនោះអរគុណច្រើនសម្រាប់ការទស្សនារបស់បងប្អូនកុំភ្លេចជួយចុច like Subscribe និង Share វីដេអូរបស់យើងខ្ញុំផងអរគុណច្រើន